Aprineri Aprineri គុំស្រែកអីនាងជាអ្នកណាទីនេះជាផ្ទះរបស់ខ្ញុំតើធ្វើច្រិតដូចខ្ញុំជាអ្នកមកបៀតបៀននាងអីចឹងឲ្យតែនាងមិនស្រែកខ្ញុំនឹងលែងនាងភ្លាមនេះឯងកើតឆ្នាំឆ្កែមែនទេមីស្រីចង្រៃទីនេះជាផ្ទះរបស់អញចេញទៅក្រៅភ្លាមអាព្រាននារីចង្រៃបើមិនព្រមចេញពីបងផ្ទះនេះទេខ្ញុំនឹងស្រែកឲ្យគេជួយឥឡូវនេះហើយនរណាឲ្យសិតឯងមកស្នាក់នៅទីនេះបើកុំតែឃើញថានាងជាស្រីទុំខ្សោយទេខ្ញុំធាក់ក្បាលនាងចេញទៅក្រៅបាត់ហើយលោកគឺជួយយ៉ាងតើលោកមិនមែនស្លាប់បាត់ហើយទេអីស្អីគេយើងគ្រាន់តែចេញទៅក្រៅប៉ុន្មានឆ្នាំសោះអត្រិឆានណាហ៊ានដើរប្រាប់គេថាអញស្លាប់ទៅវិញខ្ញុំឈ្មោះលីវយ៉ានរ៉ាងជាមេភូមិថ្មីដែលទើបតែមកកាន់តំណែងផ្ទះនេះត្រូវបានគេបោះបង់ចោលជាច្រើនឆ្នាំហើយខាងភូមិទើបរៀបចំឲ្យខ្ញុំមកស្នាក់នៅទីនេះឯកសារច្បាប់មានគ្រប់គ្រាន់ទាំងអស់តែនេះជាផ្ទះខ្ញុំមិនមែនឲ្យខ្ញុំជាអ្នកចេញទេបានខ្ញុំគេងបន្ទប់ខាងក្នុងឯងគេងខាងក្រៅទៅចាំស្អែកខ្ញុំទៅសួរខាងសាលាភូមិមើលសិនបើមានផ្ទះទំនេរខ្ញុំនឹងរើចេញភ្លាមចុះស្រីម្នាក់នេះជាមេភូមិមែនទេហេតុអីក៏ក្រយ៉ាងនេះអ្នកនាងលោកម្ចាស់ឲ្យពួកយើងមកទទួលអ្នកនាងត្រឡប់ទៅវិញថ្ងៃរៀបការផ្សំគុំត្រូវបានកំណត់រួចរាល់ហើយខ្ញុំមិនមែនជាឧបករណ៍សម្រាប់ផ្សារភ្ជាប់សម្ព័ន្ធភាពគ្រួសារទេឥឡូវខ្ញុំរស់នៅទីនេះយ៉ាងសុខសប្បាយសូមត្រឡប់ទៅវិញទៅអ្នកនាងភូមិនេះក្រីក្របំផុតលំដាប់ថ្នាក់ជាតិទៅហើយតើអ្នកនាងនៅទីនេះមានអនាគតអីទៅហ៎ឬមួយក៏ដោយសារតែអាអ្នកស្រែចម្ការម្នាក់នេះគេជាមិត្តប្រុសរបស់ខ្ញុំមានក្តីសុខណាស់ទោះបីជាក៏តែមានភាពកក់ក្ដៅល្អណាស់យកខ្ញុំធ្វើជាខែលការពារខ្លួនសោះអញ្ចឹងខ្ញុំត្រូវតែទារការប្រាក់ខ្លះហើយសូមអ្នករាល់គ្នាត្រឡប់ទៅវិញទៅប្រាប់អាប្រុសដែលចង់ការជាមួយនាងផងកុំមកប៉ងប្រាថ្នាប្រពន្ធរបស់ខ្ញុំឲ្យសោះហាហាហាវាបំបាក់ជើងវារួចក្រវែងចូលសមុទ្រទៅកុំឲ្យរបួសដល់អ្នកនាងឲ្យសោះលោកតាចាំសម្ដីខ្ញុំទុកឲ្យច្បាស់ពួកយើងប្តីប្រពន្ធរួមដៃគ្នាភូមិលីនហៃនេះទៅថ្ងៃមុខនឹងក្លាយជាភូមិដែលអ្នកមាននឹងរឹងមាំបំផុតក្នុងប្រទេសលោកពូហ្វូពណ៌ត្រឡប់ទៅប្រាប់ពុកវិញផងទុកពេលឲ្យកូន2ឆ្នាំកូននឹងធ្វើឲ្យគ្រួសារទាំងមូលបានឃើញពីសមិទ្ធផលដ៏ធំធេង2ឆ្នាំក្រោយបើកូនធ្វើមិនបានសម្រេចទេកូនលីវយ៉ានរ៉ានព្រមទទួលការចាត់ចែងគ្រប់យ៉ាងដោយគ្មានពាក្យតវ៉ាមួយម៉ាត់ឡើយអូយនិយាយបានល្អខ្ញុំត្រឡប់មកវិញក៏ដើម្បីអភិវឌ្ឍស្រុកកំណើតដែរ3ឆ្នាំក្រោយសូម្បីតែអំបូរដ៏មានអំណាចរបស់ពួកឯងក៏មិនសមនឹងជួបស្បែកជើងឲ្យអ្នកភូមិលីនហៃផងមិនបាច់2ឆ្នាំទេឲ្យពេលតែ3ខែប៉ុណ្ណោះបើក្នុងរយៈពេល3ខែនេះមិនឃើញមានការប្រែប្រួលទេអ្នកនាងត្រូវតែត្រឡប់ទៅជាមួយខ្ញុំអាចូយ៉ាងឯងនៅហ៊ានត្រឡប់មកវិញទៀតអេហ៎កាលនោះឪពុកឯងខ្ចីលុយខ្ញុំ50000ព្យាបាលជំងឺឥឡូវការបូកាឡើងដល់200,000ហើយបើមិនព្រមសងលុយទេអញនឹងរំលាយផ្ទះកញ្ចាស់របស់ឯងចោលហ៎យ៉ានរ៉ានអើយចាំបន្តិចទៀតបងវីកំតិចផ្ទះនេះហើយទៅរស់នៅជាមួយបងទៅក្រែរបស់បងទាំងធំទាំងទុនល្អណាស់ហាហាហាអូយលែងដៃភ្លាមទៅក្នុងរយៈពេល3ថ្ងៃខ្ញុំនឹងសងមិនឲ្យខ្វះ1 សេនឡើយចេញទៅអាចឆ្កែឆ្កួតអញទុកពេលឲ្យអញរស់បាន3ថ្ងៃទៀតចុះក្តាមប្រេងធម្មជាតិទាំងនេះបានមកពីណាខ្ញុំទៅចាប់នៅមាត់សមុទ្រតាំងពីម៉ោង4ភ្លឺម្លេះស្អែកទៅបើកប្រាក់ខែនៅផ្នែកធនធានមនុស្សទៅអាពូល្ងង2 3នាក់នេះស្ទើរតែធ្វើឲ្យខូចការធំរបស់ខ្ញុំទៅហើយឡើងទៅជែកគ្នានៅជាន់លើជាមួយខ្ញុំឯងពិតជាមានសមត្ថភាពមែនដែលអាចរកបានក្តាមប្រេងលំដាប់កម្ពស់បានច្រើនយ៉ាងនេះក៏ដោយសារតែបងស្រីស្គាល់របស់ល្អដែរតើដើរតាមមកទៅនិយាយគ្នានៅការិយាល័យខ្ញុំ1ក្បាល800បើឯងអាចផ្គត់ផ្គង់យូរអង្វែងបានថោកពេកហើយដឹងប្អូនប្រុសចុះថោកបន្តិចបានទេពិតជាមិនបានមែនបងស្រីមានរបួសឆ្អឹងកញ្ចឹងមិនក៏បងដឹងថាមុខរបរពិតរបស់ខ្ញុំជាគ្រូពេទ្យបងស្រីឥឡូវនេះឧស្សាហ៍មានអារម្មណ៍ថាស្ពឹកដៃជើងភ្លាមមែនទេឯ
anh miên vị thi ba mền tế vị chim châu tùm ly chip chóp làm buồn têแต่เบมโจดังพอเพลียมหมอบว่าจะโคจanhត្រូវទទួលខុសត្រូវប្អូនប្រុសដៃគុំញ័រឲ្យសោះណាអូយក្តៅហួនហ่าស្រួលខ្លួនណាស់លោកស្រីសិនកុំធ្វើបែបនេះអីបងស្រីគេងផ្កាប់មុខបែបនេះធុញទេធ្វើបែបនេះ3 ដងទៀតនឹងជាសះស្បើយហើយប៉ុន្មានឆ្នាំហើយមិនដែលស្រាលខ្លួនបែបនេះសោះក្តាមទាំងនេះបងនឹងទិញក្នុងតម្លៃ120នៃតម្លៃទីផ្សារសង្ឃឹមថាយើងនឹងសហការគ្នាដោយរីករាយការព្យាបាលលើកក្រោយពេលណាដែរពេលថ្ងៃទៀតយកតែម្ជុលមកក៏បានដែរហាហាហាអូហូគ្មានលុយសងបំណុលតែមានលុយទិញគ្រឿងអគ្គិសនីតាសាបជើយ៉ាងឯងរស់នៅស្រួលបួលណាស់តើឯងចង់រមាស់ស្បែកទៀតហើយមែនទេលើកមុនគ្នាយើងតិចទៅបណ្ដោយឲ្យឯងប្រហើនលើកនេះវីឲ្យចាស់ដៃទៅបើមានរឿងអីយើងចេញមុខគ្នាពួកឯងគ្មានច្បាប់ទម្លាប់នៅក្នុងភ្នែកតតែសោះមែនទេយិនវីមនុស្សកណ្ដាលវាចំហែបែបនេះខ្ញុំជាមេភូមិណាហះយិនរ៉ាននាងកិច្ចទៅឲ្យឆ្ងាយបន្តិចទៅប្រយ័ត្នត្រូវរបួសជំពាក់បំណុលត្រូវតែសងវាជាច្បាប់ធម្មជាតិទៅហើយទោះជាមេភូមិក៏ត្រូវតែមានហេតុផលដែរជើយ៉ាងថ្ងៃនេះបើមិនសងលុយទេគឺត្រូវរុះរើផ្ទះចោលជ្រើសរើសតែខ្លួនឯងទៅកុំខ្លាចអីទៅឈរឲ្យឆ្ងាយបន្តិចទៅហាហាហាយកុំចូលពីរបីដាំមកគំរាមអ្នកណាគេហ្នឹងបងប្អូនសម្រុកចូលទៅឯងធ្វើស្អីហ្នឹងមិនក៏ខ្លួនខ្ញុំមួយចំហៀងលេងកម្រើកកាត់អញ្ចឹងនេះជាស្អីទៅ2សែនយ៉នហ្គីយកសាប់ទៅជំពាក់ឯង50000ខ្ញុំឲ្យ50000ដែលលើសទុកធ្វើជាថ្លៃព្យាបាលរបស់ឯងទៅតិចនៅលើដេកនឹងសិនទៅកន្លះម៉ោងក្រោយនឹងជីវិញដល់ខ្លួនឯងហើយជើយ៉ាងឯងចាំមើលទៅបងជើយ៉ាងខ្ញុំនឹងសាស្ត្រាចារ្យមកដល់ច្រកចូលភូមិហើយប្រញាប់មកមានរឿងអីឱកាសរកស៊ីមានបានរបស់ភូមិយើងមកដល់ហើយមែនទេបងជើយ៉ាងនេះគឺសៀវម៉ៃម្នាក់នេះជាសាស្ត្រាចារ្យរបស់សូមបងប្អូនជួយ comment ពាក្យតនិងជួយចុច follow page like share និង comment ឲ្យ admin ផងដើម្បីឲ្យ admin ពេជ្រខ្មៅមានកម្លាំងចិត្តដាក់រឿងសម្រាយឲ្យជារៀងរាល់ថ្ងៃអរគុណសម្រាប់ការតាមដាននិងស្រឡាញ់ចូលចិត្ត